let's go let's go ប្តីខ្ញុំមុនដើរលេងសើចដាក់កាមេរ៉ាមួយសិនមានតាណាទេបងប្អូនតែញ៉ាំបាយនៅសមុទ្រហ្នឹងណាបដូរបរិយាកាសពីញ៉ាំបាយនៅបន្ទប់ទៅសមុទ្រម្ដងឥឡូវពួកយើងធ្វើការទៅហើយប៉ុន្តែមុនទៅផ្អៀងផ្អងមួយសិនដាក់កាមេរ៉ាអញ្ចឹងណាឥឡូវពួកយើងធ្វើការទៅយកម៉ូតូនេះបងប្អូនបានមកដល់កន្លែងម៉ូតូហើយមានអីទេបងប្អូនអើយរងថ្ងៃបានម៉ូតូមួយនឹងឯងគ្រាន់ជិះទៅនេះទៅណោះមើលតកែបទៅដឹងឲ្យលហែកអស់ឲ្យគ្មានលុយដូរកែបទេនេះឥឡូវពួកយើងធ្វើដំណើរទៅហើយមើលថ្ងៃរៀបលេចស្អាតណាបងប្អូនប្តីពុតនេះខ្ជិះខ្ជូតដាក់កាមេរ៉ារហូតឥឡូវពួកយើងធ្វើការជិះម៉ូតូទៅបងប្អូនតែមុននឹងទៅពួកយើងធ្វើការចូលដូរហ្គាសមួយសិនព្រោះអីខ្លាចមកវិញគេបត់បងប្អូនព្រោះអីទៅយូរដែរឥឡូវនេះយើងដូរហើយឥឡូវយើងចេញណាទៅនេះអ្នកអង្គុយចាំដូរហ្គាសឥឡូវពួកយើងបានមកដល់ទីតាំងហើយគឺនៅឆ្នេរអូត្រេសយើងហ្នឹងបងប្អូនមាននៅណាឆ្ងាយទេនៅអូត្រេសហ្នឹងឆ្នេរអូត្រេសកំពង់សោមនៅផាយអូត្រេសថ្ងៃលិចបាត់ទេបងប្អូនឥឡូវយើងធ្វើការទៅរកកន្លែងខាំអង្គុយឥឡូវយើងខាបានហើយយើងបានញ៉ាំបាយហើយតែមុននឹងញ៉ាំបាយផ្អៀងផ្អងដាក់កាមេរ៉ាមួយសិនខ្ជិះខ្ជូតមួយសិនណាបងប្អូននេះឥឡូវធ្វើការបញ្ចុកបាយប្តីមួយសិនសំដែងហ្នឹងបងប្អូនសំដែងធ្វើ sweet មួយមើលមិនដែរឆ្ងាញ់អត់ប្តីថាឆ្ងាញ់ណាបាយនៅសមុទ្រខុសពីនៅបន្ទប់មែនប្តីថាសួស្តីបងប្អូនអើយវាខ្យល់មកតិចអញ្ចឹងណាហូបបាយនៅសមុទ្រមើលទេសភាពមក YouTube អញ្ចឹងណាប្តីខ្ញុំបាយនៅសមុទ្រឆ្ងាញ់ណាគេប៉មខ្មុំខ្ញុំបានហូបឯឡែងផ្អៀងផ្អងឥឡូវយើងធ្វើការញ៉ាំបាយប្រើមើលទូប្រានិយាយគ្នាប្រើនេះបងប្អូនចាំមើលប្តីខ្ញុំបញ្ចុកបាយអូយស៊ីតាមិនដែរបងប្អូនមានអារម្មណ៍មិនដែរពេលឃើញប្តីបញ្ចុកបាយអញ្ចឹងណាសុខប្តីហត់បងប្អូនមានអីទេនិយាយគ្នាលេងមើលរឿងឥឡូវមេកង្កត់ហើយបងប្អូនបាយហើយមួយសតុក៏ធ្វើការដេកមើលរឿងអញ្ចឹងណាដេកកាយផ្លូវប្តីអញ្ចឹងណានៅឆ្នេរអញ្ចឹងណាហើយប្តីខ្ញុំគេបាយហើយគេហូបស្វាយចុចអំបិលម្ទេសឆ្ងាញ់ណាប្តីថាហូបស្វាយឆ្ងាញ់ជាងហូបបាយទៀតតែទៅពេលចុកពោះបានដឹងបាញ់ប្តីថាយ៉ាត់ចុកពោះឬដេកមើលរឿងបងប្អូនដឹងមិនអត់បងប្អូនពេលហ្នឹងខ្ញុំដេកទៅក៏ខ្ញុំដេកលក់មិនចេះតិចម៉ោងបងប្អូនbịឆ្ងល់ទេថាថៃបងខ្ញុំអត់បានថតទៀតនៅសុកភ្លេចភ្លឺឥឡូវមេអង្កត់យកហ្មងដោយសារខ្ញុំដេកបងប្អូនមើលរឿងដេកលក់ឡើងប្រហែលម៉ោងទៅតាំងពីម៉ោង5ជាងដល់ម៉ោង6មកវិញម៉ោង10បងប្អូនអញ្ចឹងខ្ញុំទៅដេកនៅសមុទ្រយូរដែរបែបលក្ខណៈខ្យល់មកបក់មកភើយអញ្ចឹងតិចដេកបងប្អូនឥឡូវ let's go ពួកខ្ញុំធ្វើការទៅវិញហើយមើលទៅមុខទៅដឹងហើយបងប្អូនខ្ញុំទៅងើបពីដេកភ្នែកបើកអត់រួចទេធ្លាក់ហើយអត់សូវរីកទេឥឡូវធ្វើការជិះទៅបន្ទប់វិញហើយវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនបាយបាយ